បញ្ហាស្នេហានិងគ្រួសារមូលហេតុសភាពនិងដំណោះស្រាយជីវិតមនុស្សម្នាក់មិនអាចដើរតែខ្លួនឯងបានទេស្នេហានិងគ្រួសារជាគ្រឹះសំខាន់មួយក្នុងការបង្កើតអារម្មណ៍ថាក្នុងមិននៅលីវទេតែបើទោះជាស្រឡាញ់គ្នាប៉ុណ្ណាបញ្ហាក៏អាចកើតមានបានពិសេសពេលខ្វះការយល់គ្នាមិនគ្មានការទំនាក់ទំនងល្អយើងចាំបាច់ត្រូវយល់ពីស្ថានភាពនេះដើម្បីស្វែងរកដំណោះស្រាយសមរម្យ 1. បញ្ហាស្នេហាជារឿងដែលជាចម្បងនៅពេលនឹកឃើញពីទំនាក់ទំនងរវាងបុគ្គលពីរនាក់នៅដំបូងអ្វីអាចទៅបានល្អតែពេលវេលាកាលឡើងបញ្ហាផ្សេងអាចបន្តលេចឡើងដូចជាការមិនទុកចិត្តគ្នាប្រសិនបានមួយក្នុងពីរនាក់កំពុងសង្ស័យឬជឿថាគូស្នេហារបស់ខ្លួនកំពុងបង្រួបបង្រួមអ្វីមួយនោះអាចនាំទៅស្ថានភាពតានតឹងឬឆេះចិត្តការមិនឲ្យពេលគ្នាពេលខ្លះមនុស្សមានការងារមានការចំណាយពេលលើបច្ចេកវិទ្យាឬជជែកជាមួយមិត្តភក្តិជាច្រើនជាងគូស្នេហារបស់ខ្លួនវាកើតអារម្មណ៍ថាគេត្រូវបានមើលរំលងការមិនប្រះស្រាយទាក់ទងប៉ិនប្រសប់ចំពោះគូស្នេហាមិនគ្រប់គ្នាអាចនិយាយចេញពីអារម្មណ៍របស់ខ្លួនបានដោយងាយនេះអាចធ្វើឲ្យការយល់ច្រឡំកើតឡើងហើយបណ្ដាលឲ្យទំនាក់ទំនងអស់សេចក្តីសន្យាការប៉ុនប៉ងគ្រប់គ្រងគ្នានៅពេលដែលមនុស្សម្នាក់តាំងតែបញ្ជាផ្លូវគំនិតគូស្នេហារបស់ខ្លួនឬគ្មានការគោរពឯករាជ្យភាពនោះអាចធ្វើឲ្យស្នេហាជួបឧបសគ្គយ៉ាងច្រើនការស្រឡាញ់មិនស្មើគ្នាមនុស្សម្នាក់ខំខាងណាស់ចំណែកឯម្នាក់ទៀតដូចជាអាក់អន់វាជារឿងដែលបំបែកទំនាក់ទំនងយ៉ាងលឿន 2. បញ្ហាគ្រួសារជាគ្រឹះសំខាន់មួយក្នុងសង្គមតែបើគ្រួសារមិនមានភាពសាមគ្គីវាអាចនាំឲ្យបង្កជាបញ្ហាសង្គមផងដែរបញ្ហាដែលគ្រួសារម្ដងម្ដាយជួបប្រទះការមានទំនាស់ក្នុងគ្រួសារម្ដាយឪពុកជាមួយកូនឬបងប្អូនគ្នាមានការមិនយល់ចិត្តគេប្រោសពាក្យសម្ដីឬសកម្មភាពរើសអើងបញ្ហាហិរញ្ញវត្ថុគ្រួសារមិនមានប្រាក់គ្រប់គ្រាន់ឬមានការកាន់អំណាចលើប្រាក់វាធ្វើឲ្យមានទំនាស់ស្ងៀបញ្ហាភាពខ្វះអារម្មណ៍ផ្ទៃក្នុងកូនខ្លះដូចជាដោយគេមិនខ្វល់ពីខ្លួនប៉ុន្តែវាដោយការមិនទាន់ចេះបង្ហាញសេចក្តីស្រឡាញ់របស់ឪពុកម្ដាយការរិះគន់របស់សមាជិកគ្រួសារពេលបង្កើតសម្ពាធលើសមាជិកម្នាក់ហើយគ្មានការយល់ដល់ស្ថានភាពរបស់គ្នាបញ្ហាពេលវេលាមនុស្សខ្លះធ្វើការច្រើនពេកគ្មានពេលសម្រាប់បងប្អូនឬឪពុកម្ដាយនេះធ្វើឲ្យអារម្មណ៍ឈឺចាប់ 3. ដំណោះស្រាយដើម្បីបង្រួមបញ្ហានេះស្វែងយល់ពីគ្នាជាលើកដំបូងមុននឹងចោទសួរឬចោទប្រកាន់គួររៀនស្ដាប់ដោយចិត្តរួមដោយគ្មានការសន្និដ្ឋានទៀតទំនាក់ទំនងដោយស្មោះត្រង់គុំស្ទាក់ស្ទើរក្នុងការបង្ហាញអារម្មណ៍របស់ខ្លួនឬការបកស្រាយអំពីអ្វីដែលប៉ះពាល់ចិត្តបង្កើតពេលវេលាគ្នាទៅដើរលំហែកាយជួបជុំជាមួយគ្រួសារឬរៀបចំអាហារពេលល្ងាចជាមួយគ្នាស្វែងរកជំនួយផ្លូវចិត្តបើបញ្ហាជ្រាលណាស់គួរពិចារណាចូលរួមកម្មវិធីពិគ្រោះឬជំនួយផ្លូវចិត្តពីអ្នកជំនាញស្វែងរកអត្ថន័យនៃស្នេហានិងគ្រួសារមិនគួរយកការស្នេហាឬគ្រួសារទុកជារឿងធម្មតាត្រូវចេះថែរក្សានិងគោរពវាសេចក្តីសន្និដ្ឋានស្នេហានិងគ្រួសារមានតម្លៃខ្ពស់មិនអាចវាស់វែងបានបញ្ហាដែលកើតមានក្នុងទំនាក់ទំនងគឺជាភាពធម្មតារបស់ជីវិតមនុស្សតែអ្វីដែលសំខាន់គឺការត្រៀមចិត្តស្គាល់បញ្ហានិងព្យាយាមដោះស្រាយដោយមិនគេចចេញបើទាំងពីរផ្ដល់ក្តីស្រឡាញ់ក្តីយោគយល់និងភាពស្មោះត្រង់ចំពោះគ្នានោះស្នេហានិងគ្រួសារអាចរីកចម្រើនបានយូរអង្វែង